បាទសួស្តីបងប្អូនទាំងអស់គ្នាទី6ណាអូខេអញ្ចឹងនេះមកជួបលោកគ្រូសាជាថ្មីម្ដងទៀតហើយទាក់ទងជាមួយនឹងចំណោទណាចំណោទនៅក្នុងមេរៀនពហុគុណហើយនឹងតួចែករួមធំបំផុតរួមតូចបំផុតណាអូខេបាទអញ្ចឹងថ្ងៃនេះលោកគ្រូមានចំណោទមួយចង់បង្ហាញបងប្អូនទាំងអស់គ្នាចំណោទនេះគឺជាចំណោទលេខ2ណាចំណោទលេខ1លោកគ្រូបានបង្ហាញរួចហើយអញ្ចឹងបងប្អូនអាចទៅមើលបានបើអត់ចេះចំណោទលេខ1ឥឡូវលោកគ្រូនឹងបង្ហាញនៅចំណោទលេខ2បាទចំណោទលេខ2របស់យើងនេះគេថារស្មីគឺជាប្អូនស្រីរបស់សុខាអាយុរបស់អ្នកទាំងពីរដូចកតាបឋមនៃ55ពាក្យថាកតាគឺមានន័យថាផលគុណណាបាទកតាចឹងមានន័យថាផលគុណចំនួនស្មើនឹង55នឹងឯងគឺជាផលគុណកតានៃ55អូខេតើរស្មីមានអាយុប៉ុន្មានឆ្នាំសុខាមានអាយុប៉ុន្មានឆ្នាំអូខេចឹងឥឡូវយើងមកយល់ពាក្យថាកតានេះសិនបាទនេះកតាបឋមមានន័យថាលេខគុណគ្នាហើយលេខនោះគឺជាលេខបឋមទៀតណាអូខេឧទាហរណ៍ថាលោកគ្រូមាន4ណាមាន4អញ្ចឹងកតានៃ4គឺមានន័យថា2គុណនឹង2ណាអានេះឯងគេហៅថាកតាប៉ុន្តែអានេះមិនមែនជាកតាបឋមទេព្រោះវា4នេះមិនមែនជាចំនួនបឋមឥឡូវលោកគ្រូនឹងទៅរកចំនួនបឋមឲ្យយើងមើលណាចំនួនបឋមណាឧទាហរណ៍ថា7ណា7ចឹង7មានន័យថា7គុណនឹង1អានេះឯងហៅថាកតាណាបាទនេះឯងហៅថាកតាបឋមនោះណានេះកតាបឋមណាកតាបឋមណាអូខេចឹងយើងទៅមើលចម្លើយណាចម្លើយរោគអាយុរស្មីនិងអាយុសុខាបាទតោះចឹងអាយុរបស់អ្នកទាំងពីរគឺវាស្មើនឹងកតាបឋមនៃ55ចឹងយើងទៅរកតើប្រមាណគុណនឹង55ចឹងកតានៃ55គឺណា5គុណនឹង11យើងសាកគុណមើល5ម្ដង5ចឹងឃើញ55វិញចឹងមានន័យថា5គុណនឹង51អាយុអ្នកទាំងពីរគឺស្មើនឹងអាកតាបឋមនៃ55នេះអញ្ចឹងមានន័យថាអានេះគឺជាអាយុរបស់មនុស្សម្នាក់អានេះទៀតគឺជាអាយុរបស់មនុស្សម្នាក់បើសិនជា5នេះជាអាយុរបស់រស្មីអញ្ចឹង11ជាអាយុរបស់សុខាបើអា5នេះជាអាយុរបស់សុខា11នេះជាអាយុរបស់រស្មីប៉ុន្តែយើងទៅមើលទៅលើករណីរបស់គេថានេះរស្មីនេះគឺប្អូនសុខាចឹងបើន័យថារស្មីអាយុតិចជាងសុខាអាយុច្រើនជាងព្រោះរស្មីប្អូនចឹងយើងមើលលេខទាំងពីរនេះលេខណាដែលតិចគឺអាយុរស្មីលេខណាដែលច្រើនគឺអាយុសុខាអូខេចឹង5គុណនឹង11ចឹងលេខ5នេះវាតិចបើន័យថាអាយុរបស់រស្មីហើយព្រោះរស្មីប្អូនហើយ11នេះវាច្រើនចឹងមានន័យថាអាយុរបស់សុខាហើយព្រោះសុខាគឺបងចឹងយើងអាចឆ្លើយបានថាដោយរស្មីគឺជាប្អូនរបស់សុខានោះរស្មីមានអាយុ5ឆ្នាំនិងសុខាមានអាយុ11ឆ្នាំណាបាទហេតុអីបានយើងហ៊ានទាញថាអញ្ចឹងពីព្រោះយើងសំអាងទៅលើសមត្ថកម្មរបស់យើងគឺរស្មីគឺប្អូនអញ្ចឹងប្អូនមានន័យថាអាយុ5ហើយនេះអាយុ5ឆ្នាំហើយបើសិនជាសុខាបងគឺអាយុ11ហើយណាចឹងអាយុ11ឆ្នាំហើយព្រោះសុខាបងណាអូខេចឹងចំណោទលេខ2យើងគឺប៉ុណ្ណេះឯងអត់មានអីពិបាកងាយណាបន្តិចនោះបាទវាចំណោទខ្លីតែវាមានកលឹះតែបើយើងដឹងកលឹះគឺងាយទេអញ្ចឹងចំណោទលេខ2គឺចប់ប៉ុណ្ណឹងហើយលោកគ្រូសូមអធិស្ឋានផងបើនៅក្នុងវីដេអូនេះលោកគ្រូមានការនិយាយខុសឆ្គងជួយកែសម្រួលបងណាបាទរបស់លោកគ្រូនិយាយទៅក៏មិនបានជាគិត
ខ្លួនឯងដិតដល់ក៏ចេះតែនិយាយទៅពីខ្លះអាចខុសតាដំរីជើង4ក៏មានផ្លិតដែលប្រាច់ចេះស្ទិតក៏មានផ្លេចដែរណាបាទអញ្ចឹងជួបគ្នានៅចំណុចលេខ3បាទអរគុណច្រើន